Bah,ខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកជាលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាមិញនេះក្រសួងវប្បធម៌ចេញសេចក្តីប្រកាសបន្ទាន់ក្រោយរឿងរ៉ាវពិធីបុកល័កក្នុងមង្គលការខ្មែរកំពុងឡើងកម្ដៅមហាជនលើ Facebook បានផ្ទុះការចាប់អារម្មណ៍ចែករំលែកជុំវិញរឿងរ៉ាវវែកញែករិះគន់លើកម្មវិធីបុកល័កនៃកម្មវិធីមង្គលអាពាហ៍ពិពាហ៍ដែលបានកើតឡើងកាលពីពេលថ្មីនេះក្នុងកម្មវិធីមង្គលរបស់អ្នកជំនួញអនឡាញល្បីឈ្មោះពេជ្រពិសីពិតណាស់ក្នុងកម្មវិធីមង្គលរបស់ពេជ្រពិសីក្រៅពីចាប់អារម្មណ៍សរសើរលើកម្មវិធីប្រពៃណីទំនៀមទម្លាប់ខ្មែរនីមួយៗនៃពិធីមង្គលក៏មានការផ្ទុះចែករំលែកវែកញែកជាខ្លាំងក្នុងការ live ផ្ទាល់នៃកម្មវិធីបុកល័កដែលមហាជនខ្មែរមួយចំនួនពិសេសបងប្អូនខ្មែរឥស្លាមបានរិះគន់មិនពេញចិត្តជាខ្លាំងជុំវិញការវែកញែកក្នុងពិធីបុកល័កនោះដែរកើតឡើងក្រោយឃើញសកម្មភាពរបស់ក្រុមសម្ដែងកម្មវិធីបុកល័កដែលសម្ដែងជាតួអង្គខ្មែរឥស្លាមបែបកំ pl ែងលេងសើចជ្រុលមើលទៅមិនសមរម្យធ្វើឲ្យបងប្អូនខ្មែរឥស្លាមមានការមិនពេញចិត្តនិងនាំគ្នាប្រតិកម្មខ្លាំងដោយលើកឡើងថាជាការប្រមាថមើលងាយយកសាសនាអ៊ីស្លាមមកលេងសើចនិងមិនឲ្យតម្លៃដល់សាសនាជាដើមស្របពេលមានចែករំលែករិះគន់ក៏ឃើញមានអ្នកសិល្បៈក៏ដូចជាក្រុមចូលរួមសម្ដែងក្នុងកម្មវិធីបុកល័កនៃពិធីមង្គលនេះបានចេញបង្ហោះសារបកស្រាយនិងសូមអធិស្ឋានដល់បងប្អូនខ្មែរឥស្លាមដែរដោយលើកបង្ហាញពីហេតុផលដែលមិនមានចេតនាសម្ដែងមាក់ងាយដល់បងប្អូនកាន់សាសនាអ៊ីស្លាមឡើយដោយឡែកស្របគ្នានោះដែរងាកមើល Facebook page របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចេញលិខិតមួយលើកឡើងជុំវិញរឿងរ៉ាវនៃកម្មវិធីបុកល័កនៃពិធីមង្គលដែរដោយក្រសួងបានរៀបរាប់ពីអត្ថន័យនៃកម្មវិធីបុកល័កក៏ដូចជាទំនៀមទម្លាប់ដែលមានពាក់ព័ន្ធនឹងជាតិសាសន៍ផ្សេងនៃពិធីនេះក្នុងនោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវដល់គ្រប់អ្នកសិល្បៈនិងអ្នករៀបចំកម្មវិធីមង្គលទាំងអស់សូមឲ្យព្យាយាមរក្សានូវការគោរពនិងការអនុវត្តតាមពិធីដើមនៃមង្គលការដោយជៀសវាងឲ្យបាននូវការកែច្នៃដែលប្រឆាចពីទំនៀមទម្លាប់ដើមលើពីនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រាប់ឲ្យអ្នកសម្ដែងគួរតែជៀសវាងការប្រើពាក្យសម្ដីកាយវិការនិងសម្លៀកបំពាក់ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់នៃជំនឿនិងសាសនារបស់សហគមន៍និងជាតិសាសន៍នានាបាទហើយអត្ថបទព័ត៌មាននៃខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា